ជំរាបសួរបងប្អូនចាសសូមសរុបព័ត៌មានសម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះជូនបងប្អូនតាក់ទងនឹងការបាញ់ប្រហារពីខាងតបថៃមកលើភូមិប្រៃច័ន្ទហើយមុននេះបន្តិចក្រសួងការពារជាតិបានចេញប្រកាសថាតបថៃពិតជាបានបាញ់ប្រហារមកលើភូមិប្រៃច័ន្ទពីរដងប៉ិតប្រកាសមែនហើយការពីម៉ោង 7:04 ហ្នឹងការបាញ់ហ្នឹងគឺមានពីរទីតាំងមួយទីតាំងហ្នឹងគឺប្រជាពលរដ្ឋយើងគាត់កំពុងតដើរជុំគ្នាថៃបានបាញ់ប្រហារមកលើគាត់ហើយកងទ័ពយើងនៅជុតនោះបានឃើញក៏ចូលមកហៅថាហក់មកជួយគាត់ឲ្យមកព្យាយាមទាញគាត់ចេញដើម្បីចេញពីអាតំបន់កន្លែងដែលប្រឈមការបាញ់ប្រហារហ្នឹងហើយថៃអត់អស់ចិត្តគឺព្យាយាមបាញ់លើកងកម្លាំងយើងដែលកំពុងជួយប្រជាជននឹងទៀតហើយអាម៉ោង 7:04 ហ្នឹងមានមួយកន្លែងទៀតប្រជាជនយើងគាត់កំពុងតែអង្គុយជុំគ្នាតាមត្រឡប់គាត់រដងនៅភូមិគាត់អញ្ចឹងថៃបានបាញ់លើកន្លែងហ្នឹងទៀតចាអញ្ចឹងសរុបមកម៉ោង 7:04 ហ្នឹងមានស្លាប់1នាក់របួស3នាក់ហើយម៉ោង 3 ហ្នឹងគឺខាងថៃម៉ោង 3:04 ហ្នឹងគឺខាងថៃគេបានចេញបដិសេធថាថៃអត់បានបាញ់លើប្រជាជនកម្ពុជាទេគឺកងទ័ពកម្ពុជាអ្នកបាញ់ប្រជាជនខ្លួនឯងហើយពេលនោះគេថែមទាំងបានថតដាក់រូបថតរដ្ឋមន្ត្រីក្រសួងព័ត៌មានយើងគេយកទៅផ្សាយនៅថៃគេថាគាត់ផ្សាយព័ត៌មានคล้ายៗទៅវិញទៀតចាហើយក្រោយមកគឺគេអត់អស់ចិត្តម៉ោង 6 គេធ្វើការបាញ់ភាសាទៀតប៉ុន្តែម៉ោង 6 ហ្នឹងគឺដោយទ័ពយើងគាត់មានជំនាញការពារខ្លួនហើយគាត់បានដឹងបានត្រៀមខ្លួនមុនមានត្រង់សេមានអីគឺអត់មានការរងរបួសឬក៏មានការស្លាប់អីទេនៅម៉ោង 6 ហ្នឹងចាហើយមុននេះបន្តិចខ្ទង់ម៉ោង 8 នេះទ័ពថៃខាងថៃទៅតែចេញទទួលស្គាល់ថាខ្លួនពិតជាបានបាញ់មែនកាលពីម៉ោង 3:04 ហ្នឹងគេបដិសេធគេចោទយើងដល់ពេលឥឡូវថ្មីនេះភ្លាមនេះគេទៅតែទទួលស្គាល់ហើយប៉ុន្តែគេថាគេហ្នឹងគឺការពារខ្លួនទៅវិញប៉ុន្តែចំណុចនេះអត់ពិតទេព្រោះថាការពារខ្លួនមិនព្រោះកងកម្លាំងយើងអាជ្ញាធរយើងនៅតំបន់នោះគឺគាត់អត់មានប្រដាប់អាវុធអត់មានកាន់អាវុធអីទេព្រោះគោរពនៃបទឈប់បាញ់អញ្ចឹងអត់មានកាន់អាវុធអីទាំងអស់ចាអញ្ចឹងថៃគឺកំពុងតែព្យាយាមរលេះដោះសារដំបងអត់ព្រមទទួលស្គាល់ក្រោយមកទៅតែទទួលស្គាល់ប៉ុន្តែប្រើលេះថាការពារខ្លួនទៅវិញហើយសម្ដេចធិបតីក៏បានចេញមុននេះដែរថានឹងរកយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដែលស្លាប់ហ្នឹងចាគឺការបាញ់ប្រហារនេះគឺស្នើមានរៀបចំការស៊ើបអង្កេតអញ្ចឹងពេលដែលមានស៊ើបអង្កេតចាអញ្ចឹងថៃរើអត់រួចទេបងប្អូនព្រោះពេលដែលគ្រាប់ដែលបាញ់មកគឺនៅជាប់នឹងខ្លួនប្រជាជនហ្នឹងគឺជាគ្រាប់របស់ថៃអញ្ចឹងថៃមិនអាចប្រកែកបានទេចាថៃអាចប្រកែកបានទេហើយអារឿងបាញ់ជនស៊ីវិលប្រជាជននេះអានេះគឺខុសច្បាប់របស់អន្តរជាតិធ្ងន់ណាទាំង UN ទាំងអីផ្សេងព្រោះនេះបាញ់ប្រជាជនណាបាញ់ជនស៊ីវិលប្រជាជនស្លូតត្រង់អញ្ចឹងគឺថៃខុសធ្ងន់ខ្លាំងមែនទែនគឺវាបង្ហាញពីហៅថាទង្វើសាហាវខូខើបាញ់ប្រហារប្រជាជនស្លូតត្រង់ចាហើយដែលលេះថៃដោះសាររឿងថាការពីខ្លួនអីហ្នឹងគឺអត់អាចដោះសារបានទេព្រោះកងកម្លាំងកម្ពុជាតាំងពីមានបទឈប់បាញ់មកគឺអត់ប្រដាប់អាវុធទេគឺគោរពបទឈប់បាញ់គឺថៃជាអ្នកបំពេញចំណុចទី1ដំបូងថៃប្រកែកចោតមកលើកម្ពុជាតែក្រោយមកមុននេះទៅតែទទួលស្គាល់អញ្ចឹងអានេះបង្ហាញថាថៃកលេចកលុចចាតែថៃអាចរើរួចទេព្រោះក្របដែលនៅលើប្រជាជនគឺជាក្របកំភ្លើងរបស់ថៃប៉ັດប្រកាសមែនចាអញ្ចឹងសូមបងប្អូនជួយចែករំលែកវីដេអូនេះផងហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទទួលបានយុត្តិធម៌ចា